បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនណាបាទថ្ងៃនេះខ្ញុំបាទនឹងក្រុមការងារបានមកដល់ទីកន្លែងហ្នឹងហើយនៅទឹកដីខេត្តកណ្ដាលហ្នឹងហើយនៅខេត្តកណ្ដាលយើងហ្នឹងហើយនៅព្រំដែនព្រំបន្ទល់ខេត្តកំពង់ចាមហ្នឹងហើយនឹងហៅព្រែកដំបងហៅឃុំព្រែកដំបងហ្នឹងឥឡូវមកដល់ហើយតែតានៅចាំម្ចាស់ដីទៀតហ្នឹងហើយគាត់កំងហ្នឹងគឺដងមកទឹក2ដាក់ម៉ូទ័រមកតែកន្លះទឹកចេញ49ហ្នឹងហើយចាំមើលចាក់ស្ដែងតើបានជោគជ័យអត់ដោយសារក្រុមការងារខ្ញុំបានហ្នឹងវាមិនដែលបានមកដល់ទឹកដីហ្នឹងហ្នឹងហើយហ្នឹងបើតាន់ជីមានពុកម៉ែបងប្អូនបើមានតម្រូវការចឹងបុកដងណាហ្នឹងហើយអាចតាក់ទងមកខ្ញុំបានណាហ្នឹងហើយអរគុណច្រើនបាទនេះឥឡូវដល់ដីហ្នឹងនេះឥឡូវកំពុងតែចាំម្ចាស់ដីហ្នឹងហើយសារមកនៅអត់តឃើញមកម៉ោង7:07ហើយហ្នឹងហើយមិនមែនចិត្តណាពុកម៉ែបងប្អូនអើយឡងខេត្តចាំមើលជាក់ស្ដែងតើលទ្ធផលបានជោគជ័យអត់ព្រោះយើងអត់ដែលបានមកដល់ទឹកដីហ្នឹងចឹងហ្នឹងហើយ